ពាក្យថាស្រឡាញ់អ្នកដទៃឲ្យដូចជាខ្លួនឯងស្រួលនិយាយប៉ុន្តែឲ្យអនុវត្តពិបាកធ្វើខ្ញុំចង់អញ្ជើញអស់លោកអ្នកបងប្អូនឲ្យពង្រីកសេចក្តីព្រួយបារម្ភរបស់យើងធំជាងនេះមានន័យថាខ្វល់ខ្វាយអ្នកចិត្តខាងរបស់យើងដែរខ្វល់ខ្វាយក្នុងរំពឹងថាខ្ញុំចង់ឲ្យមនុស្សដែលខ្ញុំស្រឡាញ់ទាំងអស់មិនត្រឹមតែក្រុមគ្រួសាររបស់ខ្ញុំទេខ្ញុំរំពឹងថាព្រះអង្គនឹងផ្ដល់សេចក្តីសង្គ្រោះនៅក្នុងជីវិតរបស់ផងពួកគេដែរសេចក្តីមេត្តាករុណាសេចក្តីក្ដួលអាណិតមិនត្រឹមតែជាអារម្មណ៍ប្រាជ្ញាជាសកម្មភាពប៉ុន្តែដើម្បីឲ្យយើងអាចធ្វើជាអ្នកចិត្តខាងដ៏ល្អបានយើងត្រូវត្រៀមខ្លួនជានិច្ចបើយើងអត់ត្រៀមខ្លួនទេនៅពេលដែលឱកាសមកដល់តម្រូវឲ្យយើងធ្វើជាពន្លឺធ្វើជាអំបិលយើងនឹងអាចបំពេញទំនួលខុសត្រូវនោះបានឡើយត្រៀមខ្លួនជានិច្ចជីវិតរាល់ថ្ងៃត្រៀមខ្លួនជានិច្ចបើសិនជាថ្ងៃហ្នឹងព្រះយេស៊ូវគ្រីស្ទឲ្យយើងដើរតួជាសាមារីដ៏ចិត្តល្អម្នាក់ហ្នឹងតើយើងមានអ្វីយកទៅធ្វើសេចក្តីស្រឡាញ់របស់យើងដែលព្រះយេស៊ូវគ្រីស្ទបានដាក់នៅក្នុងជីវិតរបស់យើងត្រូវតែចេញទៅសូមកុំរំពឹងឲ្យនរណាម្នាក់មករកយើងប៉ុន្តែយើងត្រូវទៅរកគេសម្រាប់អ្នកដែលស្គាល់ព្រះយេស៊ូវគ្រីស្ទ